ធ្លាប់តែទិញគេហូបជាលក្ខណៈដាក់បង្អែមជាមួយសសក់ស្រូវអញ្ចឹងអត់ដឹងថារៀងវាមិនដូងខ្ទិះឥឡូវនេះបានមកពុះខ្លួនឯងហើយឃើញថាសាច់ដូងណាពេញតែម្ដងហើយដូងនេះខ្ញុំយកមកពីខេត្តបាត់ដំបងហើយដូងប្រភេទនេះដែរគឺមិនមែនចេះតែមានគ្រប់តំបន់នោះទេហើយពូជដូងខ្ទិះនេះក្នុងមួយធ្លាយអីអាចមាន3ទៅ4ផ្លែដែលខ្ទិះក្រៅពីហ្នឹងគឺជាផ្លែដូងយើងធម្មតាទេហើយតំបន់ដែលសម្បូរបំផុតប្រភពដែលដូងខ្ទិះនេះគឺនៅតំបន់តាមមាត់សមុទ្រដូចជាខេត្តកែបខេត្តកំពតតាកែវអីជាដើមប៉ុន្តែបច្ចុប្បន្ននេះនៅក្នុងខេត្តបាត់ដំបងក៏កំពុងក្លាយជាតំបន់ដាំដុះដូងខ្ទិះដ៏មានសក្តានុពលដែរបច្ចុប្បន្នកសិករក្នុងខេត្តបាត់ដំបងជាពិសេសស្រុកសង្កែស្រុកបាណន់ស្រុកឯកភ្នំបានងាកមកដាំដូងខ្ទិះនេះផងដែរជាលក្ខណៈចម្ការធំដោយដែលលោកអ្នកបានឃើញហើយគឺសាច់ណែនពេញរលាតែម្ដងមិនត្រឹមតែមានរសជាតិឆ្ងាញ់តែប៉ុណ្ណោះទេគឺដូងខ្ទិះនេះវាជួយដល់ផ្ដល់ថាមពលដល់រាងកាយបង្រឹងប្រព័ន្ធភាពស៊ាំជំនួយដល់ប្រព័ន្ធរំលាយអាហារនិងជំនួយដល់សុខភាពបេះដូងជំនួយស្បែកនិងសក់ជាដើមយើងអាចយកវាមកដាក់លាយជាមួយសសក់ស្រូវក្របត្នោតហើយវាយទឹកកកដាក់ទឹកដោះគោគឺមានរសជាតិឆ្ងាញ់តែម្ដងដូងតែមួយផ្លែទេគឺហូបបាន4ទៅ5នាក់ដោយសារដូងនេះគឺសាច់ច្រើនមែនទែន